Nửaពេលដែលរាហូដាច់ចិត្តដោះលែងនាងទាំងបង្ខំចិត្តផ្ទៃមេឃក៏ត្រឡប់មកស្ងប់ស្ងាត់វិញហាក់ដូចជាមិនមានរឿងរ៉ាវអ្វីកើតឡើងទាល់តែសោះមនុស្សលោកនាំគ្នាស្រែកសរសើរសម្រស់ព្រះច័ន្ទដែលត្រឡប់មកភ្លឺថ្លាវិញប៉ុន្តែគ្មានអ្នកណាម្នាក់ដឹងទេថានៅកណ្ដាលពន្លឺដ៏ត្រចះត្រចង់នោះបេះដូងព្រះច័ន្ទកំពុងតែប្រេះស្រាំនិងមានអារម្មណ៍ថាបាត់បង់អ្វីមួយយ៉ាងដែលសំខាន់បំផុតក្នុងជីវិតកាលពីមុននាងធ្លាប់គិតថារាហូគឺជាគ្រោះអាក្រក់ជាស្រមោលខ្មៅដែលតាមលងបន្លាចនិងបំបាក់មុខមាត់នាងប៉ុន្តែในខណៈដែលគាត់ចាកចេញទៅបាត់ស្រមោលនាងទើបតែដឹងខ្លួនថាភាពងងឹតរបស់គាត់មិនដែលធ្វើឲ្យនាងឈឺចាប់សូម្បីតែបន្តិចវាគឺជាភាពងងឹតដែលផ្ដល់ភាពកក់ក្ដៅជាការអោបដ៏ណែនដែលមិនចង់ឲ្យអ្នកណាមើលឃើញនិងជាពេលវេលាដ៏ខ្លីបំផុតដែលនាងអាចទម្លាក់ចោលតួនាទីជាអ្នកបំភ្លឺលោកហើយត្រឡប់មកធ្វើជាមនុស្សស្រីធម្មតាម្នាក់ដែលមានសិទ្ធិទុនជ្រាយក្នុងរង្វង់ដៃអ្នកដែលស្រឡាញ់នាងពិតរាល់រាត្រីដែលកន្លងផុតទៅនាងសម្លឹងមើលមេឃដ៏ទទេស្អាតគ្មានស្រមោលណាដេញតាមគ្មានដង្ហើមដ៏កក់ក្ដៅដែលធ្លាត់នៅក្បែរដួងចិត្តពន្លឺរបស់នាងនៅតែភ្លឺដដែលប៉ុន្តែវាជាពន្លឺដែលត្រជាក់ស្រៀបនិងគ្មានន័យអ្វីទាំងអស់សម្រាប់នាងព្រះច័ន្ទចាប់ផ្ដើមសួរខ្លួនឯងទាំងទឹកភ្នែកថាតើខ្ញុំខំប្រឹងភ្លឺដើម្បីឲ្យអ្នកដទៃសរសើរឬមួយក៏ខ្ញុំខំភ្លឺគ្រាន់តែដើម្បីបិទបាំងភាពឯកកាក្នុងចិត្តខ្លួនឯងរាល់ពេលដែលពន្លឺព្រះច័ន្ទចាប់ផ្ដើមស្រអាប់បន្តិចម្ដងទៅវាមិនមែនមកពីពពកបាំងឬបាតុភូមិធម្មជាតិឡើយគឺដោយសារតែនាងមានបំណងចង់បន្ទាបពន្លឺឲ្យងងឹតដើម្បីបើកផ្លូវឲ្យស្រមោលដែលនាងនឹកបំផុតនោះមានឱកាសវិលត្រឡប់មកវិញព្រោះចុងក្រោយបេះដូងនាងទើបតែស្វែងរកចម្លើយឃើញថានាងមិនដែលខ្លាចរាហូឡើយអ្វីដែលនាងខ្លាចបំផុតគឺការរស់នៅក្នុងពន្លឺដ៏ស្រស់ស្អាតប៉ុន្តែគ្មានរាហូនៅក្បែរ